ចាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូនេះផ្សាយថ្មីម្ដងទៀតចឹងនេះគឺអ្នកគ្រូមានលំហាត់លេខ24នៅក្នុងមេរៀនសមីការរង្វង់ចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាមួយដែលសមីការហ្នឹងគេឲ្យយើងសិក្សាចំនួនចំណុចប្រសពរវាងបន្តិតនិងរង្វង់តាមប៉ារ៉ាម៉ែត្រ m អញ្ចឹងយើងដឹងហើយដើម្បីសិក្សាចំណុចប្រសពរវាងបន្តិតនិងរង្វង់តាមខ្លឹមសារមេរៀនរបស់យើងគឺយើងចាឥឡូវអ្នកគ្រូមានសិនណាគឺយើងដំបូងគឺយើងត្រូវស្គាល់សមីការបន្តិតនិងរង្វង់ដែលគេឲ្យនឹងសិនចុះដោយសារតែសមត្ថកម្មគេប្រាប់ស្រាប់បន្តិតរបស់យើងគឺមានសមីការ y ស្មើនឹង 2x បូក m ហើយនៅសមីការរង្វង់របស់យើងគឺមានរាង x ការ៉េបូកនឹង y ដក1លើកជាការ៉េស្មើនឹង4ចាអញ្ចឹងដើម្បីសិក្សាទីតាំងរវាងបន្តិតនិងរង្វង់បានតើតែយើងត្រូវស្គាល់ delta ណាអ្នកគ្រូរំលឹកសារឡើងវិញបន្តិចព្រោះទីតាំងរង្វង់និងបន្តិតរបស់យើងគឺមាន3ណាទី1គឺអាចបន្តិតរបស់យើងគឺមិនកាត់រង្វង់ទី2អាចបន្តិតរបស់យើងគឺប៉ះរង្វង់ទី3គឺបន្តិតរបស់យើងអាចកាត់រង្វង់ចឹងតើតើនឹងទីតាំងទាំង3ហ្នឹងគឺអាស្រ័យទៅលើ delta ដែលយើងបានសិក្សានៅក្នុងសមីការដឺក្រេទី2ដែលរូបភាពទី1ហ្នឹងគឺ delta របស់យើងត្រូវតែតូចជាង0រូបភាពទី2លុះត្រាតែ delta ស្មើ0បានបន្តិតប៉ះរង្វង់ហើយនៅរូបភាពទី3តើ delta របស់យើងធំជាង0បានបន្តិតរបស់យើងគឺកាត់រង្វង់ចឹងដើម្បីរក delta នឹងបានយើងត្រូវធ្វើម៉េចណាចឹងដើម្បីរក delta នឹងបានគឺយើងត្រូវយកសមីការបន្តិតទៅចំនួនចូលក្នុងសមីការរង្វង់សិនចឹងឥឡូវអ្នកគ្រូយកសមីការបន្តិតរបស់យើងទៅនឹងសមីការទី1ទៅជួសចូលក្នុងសមីការទី2ចឹងអ្នកគ្រូបានសមីការទី2របស់យើងគឺ x ការ៉េនៅដែរបូកនឹងអញ្ចឹង y គ្រូជំនួសវាទៅជា 2x បូក m ហើយបានដក1លើកជាការ៉េហើយបានស្មើជាមួយនឹង4ហើយយើងកណនីចូលរូបមន្តយើងធម្មតាទៅបាន x ការ៉េដែរណាម្ដុំនេះគឺប្រើរូបមន្ត a បូក b បូក c លើកជាការ៉េអញ្ចឹងស្មើជាមួយនឹង a ការ៉េបូកនឹង b ការ៉េបូកនឹង c របស់យើងគឺដក1ណាការ៉េហើយបានបូកនឹង2 a b បូកជាមួយនឹង2 ac ហើយបានបូកជាមួយនឹង2 b c ហើយបានស្មើជាមួយនឹងកណនីទៅអ្នកគ្រូបាន x ការ៉េហើយបានបូកជាមួយនឹង 2x លើកជាការ៉េឃើញ 4x ការ៉េបូកជាមួយនឹង m ការ៉េដក1លើកជាការ៉េគឺ1ហើយបានបូកជាមួយនឹងចាកន្សំហ្នឹងយើងកណនីទៅគឺបាន 4mx ហើយបានដកនឹង 4x ចាដកនឹង 2m ហើយបានអ្នកគ្រូលើក4មកអង្គទី1ណាចឹងបានដក4គឺស្មើ0អញ្ចឹងបន្តទៀតអ្នកគ្រូអាចកណនីទៅបាន 5x ការ៉េចាកណនីតួដោយសារតែអញ្ញត្តិរបស់យើងគឺ x អញ្ចឹងអ្នកគ្រូកណនីទៅតាមដឺក្រេចុះរបស់ x ហើយបន្តមកទៀតម្ដុំនេះគឺយើងឃើញបូកជាមួយនឹងវាជាប់ x ដូចគ្នាណាអញ្ចឹងគ្រូកណនីទៅបាន 4m ដក4ហើយ x ចាតមកទៀតគឺបូកជាមួយនឹងចាផ្លេច x មួយហើយ x ហើយបាននៅសល់ m ការ៉េចាដក 2m ហើយបានដក3ស្មើ0ចាបន្ទាប់ពីយើងបានសមីការដឺក្រេទី2ប៉ុណ្ណឹងហើយអ្វីដែលយើងត្រូវសិក្សាគឺតកតងនឹង delta ចឹងអ្នកគ្រូរក delta យើងមកចឹង delta គឺស្មើនឹង b ការ៉េណារូបមន្តរបស់យើងគឺ b ការ៉េដក 4ac អ្នកគ្រូធ្វើតាមដំណើរតាមលំដាប់ដោយអញ្ចឹងយើងមើលទៅនេះ a របស់យើងគឺ5ណា a b គឺម្ដុំហ្នឹងហើយ c គឺតួដែលនៅខាងក្រោយចឹងយើងជួសតាមរូបមន្តរបស់យើងណាចឹង b របស់យើងគឺត្រូវនឹង 4m ដក4លើកជាការ៉េហើយបានដក4 ac ចឹង a យើងគឺ5 c យើងគឺត្រូវនឹង m ការ៉េដក 2m ហើយបានដក3ទៀតចឹងយើងកណនីទៅចូលរូបមន្ត a ដក b លើកជាការ៉េបាន a ការ៉េចឹងគ្រូកណនីតែម្ដង a ការ៉េគឺ 16m ការ៉េដក2 ab ហើយបានបូកនឹង b ការ៉េដកអញ្ចឹងអ្នកគ្រូយក4គុណ5សិនបាន20កតានឹង m ការ៉េដក 2m ហើយបានដក3អញ្ចឹងអាចសរសេរស្មើនឹង 16m ការ៉េនេះយើងកណនីទៅគឺបានដក 32m បូកនឹង16ដកនឹង20m ការ៉េដកបូកនឹង 40m ហើយបានបូកនឹង60ចាបូក60អញ្ចឹងស្មើនឹងអញ្ចឹងម្ដុំនេះគ្រូកណនីនៅសល់ដក 4m ការ៉េចា40ដក32នៅសល់បូក 8m ហើយបានបូក76ចម្លើយឃើញប៉ុណ្ណឹងណាបន្តទៅទៀតដើម្បីសរសេរសញ្ញា data បានគឺយើងត្រូវឲ្យ data របស់យើងគឺស្មើ0ណាអញ្ចឹងបើសិនជា data ស្មើ0អ្នកគ្រូទិញបានដក 4m ការ៉េបូក 8m បូក76គឺត្រូវស្មើ0អញ្ចឹងដើម្បីឲ្យការកណនីយើងកាន់តែងាយស្រួលយើងអាចសម្រួលមេគុណបានគឺយើងត្រូវសម្រួលសិនអញ្ចឹងដោយសារតែមេគុណរបស់យើងសុទ្ធតែអាចចែកដាច់នឹង4ណាអញ្ចឹងគ្រូសម្រួលវានឹង4ទៅនៅសល់ដក m ការ៉េបូក 2m នេះចែកទៅនៅសល់19ហើយបានស្មើ0ចាអញ្ចឹងយើងបានចម្លើយប៉ុណ្ណឹងណាចុះបានចម្លើយប៉ុណ្ណឹងយើងត្រូវដោះសាររកតម្លៃ m ទៀតអញ្ចឹងដើម្បីរកតម្លៃ m ជាអនុវត្តតាម data យើងម្ដងទៀតមកណាអញ្ចឹងគ្រូបាន data របស់យើងស្មើនឹង
រូបមន្តដែរណា b ការ៉េចឹង b គឺ2លើកជាការ៉េដក4គុណ a គឺដក1 c គឺ19នេះមេក្លូន a របស់យើងណាគឺដក1 b គឺ2ហើយ c គឺ19ចឹងស្មើនឹង2ការ៉េគឺ4ដកទៅជាបូក4គុណនឹង19គឺយើងឃើញ76ចឹងស្មើនឹង80ចឹង m1 គឺស្មើនឹងដក b ដកឬ delta លើ2 2a ចឹង b យើងគឺ2ណាចឹងគ្រូបានដក2ដកឬ delta គឺឬការ៉េនៃ80ចែកជាមួយនឹង2គុណ a យើងគឺដក1ចឹងអ្នកគ្រូចែកកតាបឋមណា8នឹង80ហ្នឹងគ្រូបញ្ចេញមក80បាន2 40 2 20 2 10 2 5 5 1ចឹងសរុបទៅគឺបាន4ការ៉េគុណនឹង5ចឹងបើយើងចង់បញ្ចេញគឺបានដក2ដក4ឬការ៉េនៃ5ចែកជាមួយនឹងដក2ឬគឺយើងសម្រួលទៅនៅសល់1បូកនឹង2ឬការ៉េនៃ5ហើយនឹង m2 រូបមន្តដូចគ្នាបានដក b បូកជាមួយនឹងឬ delta លើ 2a ចឹងស្មើដក2បូកនឹងឬការ៉េនៃ80ចែកជាមួយនឹង2គុណនឹងដក1ចឹងបានដក2បូក4ឬការ៉េនៃ5ចែកជាមួយនឹងដក2ដែរត្រង់ចំណុចគ្រូចែកនោះមានថាគ្រូផ្ដាច់ភិបាយតែយើងមើលឥឡូវនេះអត់យល់ណាត្រង់ចំណុចនេះចឹងអ្នកគ្រូផ្ដាច់ភិបាយមានថាគ្រូអាចទៅសេវាទៅជាដក2លើដក2ហើយបានបូកជាមួយនឹង4ឬការ៉េនៃ5ចែកនឹងដក2ចឹងដក2និងដក2សម្រួលបាននៅសល់1ហើយ4ចែកដក2នៅសល់ដក2ឬការ៉េនៃ5បន្ទាប់ពីបងអូនបានតម្លៃ m នឹងហើយគឺយើងត្រូវសិក្សាសញ្ញា delta ណាចឹងអ្នកគ្រូបានតារាងសញ្ញា delta ចឹងដោយសារតែ delta របស់យើងគឺអាស្រ័យទៅលើអញ្ញត្តិ m ចឹងគ្រូបាន m ហើយអានេះគឺ delta ទៅហើយ m របស់យើងរកឃើញមុនហ្នឹងគឺយើងមានតម្លៃ2ណាគឺមាន1បូក2ឬ5និង1ដក2ឬ5អញ្ចឹងយើងសរសេរគឺយើងគិតពីតូចទៅធំអាណាទៅគឺយើងសរសេរនៅមុខអញ្ចឹងដែលតូចជាងគឺ1ដក2ឬការ៉េនៃ5ហើយបាន1បូកនឹង2ឬការ៉េនៃ5អញ្ចឹងកន្លែងដែលយើងបានដាក់ហ្នឹងគឺ0 0អញ្ចឹងដោយសារវាជាសញ្ញាត្រីធាណាអញ្ចឹងសងខាងឬមានថាកន្លងទី1និងកន្លងទី3គេហៅថាសងខាងឬគឺសញ្ញាដូច a អញ្ចឹង a គឺមេគុណមុខ m ការ៉េរបស់យើងនេះត្រង់ចំណុចនេះ a របស់យើងគ្រូឥឡូវគ្រូគូប្រូណាបើយើងទាញតាមមើលតាមអ្នកគ្រូចឹង a នេះត្រូវជាមួយនឹងដក4កន្លែងហ្នឹងណា delta របស់យើងចឹងដោយសារតែដក4ហ្នឹងគឺអវិជ្ជមានចឹងសញ្ញាយើងដំបូងគឺត្រូវដកហើយនឹងដកដែរពេលចលកណ្ដាលគឺត្រូវផ្ទុយចេញមកគឺបូកណាគឺបូកបន្ទាប់ពីយើងបានបំពេញតារាងសញ្ញា delta ហ្នឹងហើយយើងចាប់ផ្ដើមពិចារណាតើតើនឹងចំនួនចំណុចប្រសពរបស់វាចឹងគ្រូបានចំនួនចំណុចប្រសពរវាងបន្តិតនិងរង្វង់យើងគឺណារវាងបន្តិតនិងរង្វង់តាមប៉ារ៉ាម៉ែត្រ m តាម m គ្រូសរសេរកាន់តែតាមតម្លៃរបស់ m អញ្ចឹងយើងត្រូវមើលតាមសញ្ញា delta ណាអញ្ចឹង delta របស់យើងវាមាន3ករណីនៅក្នុងតារាងរបស់យើងវាមានទាំងកន្លែងបូកកន្លែងដកពឺក្រហមបូកពឺស្វាយហើយនឹងកន្លែង0ពឺខៀវណាអញ្ចឹងយើងឆ្លើយទៅបើ delta របស់យើងស្មើ0មុនចឹងណាគឺដាក់ស្មើ0ទៅដោយសារគ្រូប្រើខៀវចាំបើ delta ស្មើ0យើងមើលតាមរូបរបស់យើងជាក់ស្ដែងគឺ m ត្រូវស្មើនឹង1បូកឬដក2ឬការ៉េនៃ5អញ្ចឹងបើសិនជា delta ស្មើ0យើងសន្និដ្ឋានបានថាបន្តិតរបស់យើងគឺចាគឺប៉ះនឹងរង្វង់ប៉ះរង្វង់ចឹងមួយទៀតអ្នកគ្រូសិក្សាករណី data របស់យើងធំជាងសំទោសណាតូចជាង0ម្ដងតូចជាង0គឺយើងមើលលើប៊ិចពឺក្រហមកន្លែងពឺក្រហមអញ្ចឹងតម្លៃ m របស់យើងដោយសារពឺក្រហមនេះវានៅខាងឆ្វេងអ្នកគ្រូគូឆោតនេះណាដោយសារវានៅខាងឆ្វេង1ដក2ឬ5អញ្ចឹងគេសរសេរ m តូចជាងដោយសារនៅខាងឆ្វេងគឺតូចជាង1ដក2ឬការ៉េនៃ5ហើយនឹងមួយជាហៀងទៀតគឺវាធំជាងណាមួយជាងទៀតគឺនៅខាងស្ដាំ1បូក2ឬ5ចា៎នោះគឺធំជាងឬក៏គេអាចសរសេរ m ធំជាង1បូកនឹង2ឬការ៉េនៃ5អញ្ចឹងបងប្អូនឃើញអញ្ចឹងយើងសន្និដ្ឋានបានថាម៉េចកន្លែងនោះគឺ delta ទៅនឹង0អញ្ចឹងមានន័យថាបន្តិតចាគឺមិនកាត់រង្វង់មិនកាត់រង្វង់ហើយនឹងមួយចំណុចចុងក្រោយណាគឺ delta របស់យើងធំជាង0អាប្រឡាស់កណ្ដាលនេះម្ដងចឹងមានថានេះគឺតម្លៃ m របស់យើងនៅចន្លោះហ្នឹងណាចឹងគេសរសេរបាន1ដក2ឬ5តូចជាង m ហើយ m តូចជាង1បូក2ឬការ៉េនៃ5ចឹងបើសិនជា m នៅចន្លោះហ្នឹងមានន័យថា delta យើងធំជាង0ចឹងនោះបន្តិតរបស់យើងត្រូវតែបន្តិតគឺកាត់រង្វង់ត្រង់ពីចំណុចផ្សេងគ្នាចាអញ្ចឹងលំហាត់ហ្នឹងគឺអ្នកគ្រូមានប៉ុណ្ណឹងណាសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនទាំងអស់គ្នាឲ្យកាន់តែយល់លើខ្លឹមសារនៃមេរៀនរបស់យើងបន្ថែមទៀតបានអញ្ចឹងមានចម្ងល់នេះអាចខមមិននៅខាងក្រោមបានអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់ជួបគ្នាវីដេអូក្រោយទៀត